មកយកខ្មុំនេះដល់បងប្អូនមកមកជើងយកមកជើងមកជើងមុនយកមកសប្តាហ៍មុនយកឥឡូវមកជើងនេះជួបទៀតយកមិនចេះអស់មិនដឹងថាមកពីណាមកពីណីទេនៅក្នុងចំការម្នាស់សបោខ្មុំមែនទេហើយមកសារនេះគឺខ្ញុំមកយកអាខ្មុំដែលដេញតិចខ្ញុំកាលពីសប្តាហ៍មុនអានេះកាចបងប្អូនហើយឥឡូវវីដេអូតាម Facebook យកខ្មុំកំពុងតែ viral កំពុងតែផ្ទុះមែនទេឥឡូវតោះទៅតាមដានពីសកម្មភាពដែលខ្ញុំយកខ្មុំដែលដេញតិចខ្ញុំកាលពីថ្ងៃមុនទាំងអស់គ្នាលាក់បាត់បងប្អូនអើយដាច់ខ្លាយនេះក្បាត់ទឹកអូខ្មុំខាននេះនិយាយពីក្បាលទឹកល្អមកតក់បងប្អូននេះតក់បណ្ដោយមិនហ្នឹងខ្ញុំឃើញធំជាងគេហើយខ្លួនវាក៏ខុសគេដែរនេះបងប្អូននេះស្ដាច់នេះខ្ញុំឆ្កឹះឥឡូវនេះខ្ញុំមកយកខ្មុំបងប្អូនមកយកអាខ្មុំខាងមុនដែលដេញតិចខ្ញុំហ្នឹងអាហ្នឹងកាច់មែនតែនហើយខ្ញុំយកនេះគឺខ្ញុំយករបៀបបែបបុរាណទេគឺយើងប្រើភ្លើងអង្គប់គឺប្រើផ្សែងយើងអត់ប្រើថ្នាំមូសផ្សែងពុលអីបាញ់អីគេទេគឺយើងប្រើបែបបុរាណយកបែបបុរាណដើម្បីថ្ងៃក្រោយទៅគឺវាអាចទៅធ្វើសម្បុកអាចទៅបន្តកំណើតបានទៀតហើយខ្មុំនេះគឺកាច់មែនទេបងប្អូនអញ្ចឹងហើយគឺខ្ញុំដាក់ឈើរៀងវែងតិចព្រោះថ្ងៃមុនដេញខ្ញុំខ្ញុំក្នុងចកាមនុស្សបងប្អូនហ្នឹងមនុស្សកំពុងតែផ្លែចិត្តទុំហ្នឹងបងប្អូនដើរបដើមើលបដើខាងលោកវាមានទៀតនៅក្នុងចកាមនុស្សវាមានខ្មុំច្រើនដែរបងប្អូនថ្ងៃមុនឃើញតាណានេះមួយកន្លែងពីរកន្លែងទៀតឥឡូវគឺខ្ញុំចាប់ដើមដុតភ្លើងបងប្អូនឡើយយើងលើកឡើងលើឲ្យវាឆេះខ្លាំងតិចបងប្អូនបើនេះឆេះតិចទៀតបានទេអានេះកាចឥឡូវខ្មុំវាកំពុងហើបងប្អូននេះកូនវាបងប្អូនបាទទឹកធំឥឡូវនេះគឺយើងចាប់ដើមយកវាបងប្អូនឥឡូវនេះគឺខ្ញុំចាប់ដើមឆ្កឹះវាទម្លាក់ហើយព្រោះអានេះយើងអត់អាចដុតវាបានទេយើងអត់អាចបាញ់វាបានទេគឺយើងយកតាមបែបបុរាណតាមបែបធម្មជាតិចឹងថ្ងៃក្រោយទៅគឺវាអាចទៅធ្វើសម្បុកកន្លែងថ្មីអាចទៅបកកកំណើតកន្លែងថ្មីបានទៀតខ្ញុំកាត់ទងខាងក្រោមនេះមួយកាត់ធៀងម្នាស់ធ្វើម៉េចថ្នមវាកុំអត់វាខូចក្បាលទឹកវានៅច្រើនធៀងទៀតណាអានេះមួយហើយឥឡូវខ្ញុំកាត់អានេះមួយទៀតនេះនៅធៀងខាងនេះមួយទៀតខ្ញុំកាត់ធៀងខាងនេះមួយទៀតអូក្បាលទឹកបងប្អូនអើយផ្លិតក្រោមឥឡូវយើងឆ្កឹះចេះបណ្ដោយទៅខ្ញុំជិះតែស្រីវខ្លាចបន្តិចដែរមកបងប្អូនមកនេះអូឡែកក្បាលទឹកឡូវហ៎ហូបបងប្អូននេះឥឡូវនេះគឺខ្ញុំយកបានហ្នឹងបងប្អូនហើយក្បាលទឹកវានេះបងប្អូននេះអានេះមេវាកំពុងតែតោងហើយខ្ញុំឃើញវីដេអូគេឥឡូវនេះគេយកខ្មុំបានហើយគេអត់ដកកូនទេគេទុកកូនក្នុងហ្នឹងហើយគេយកតែបតោងលើដើមឈើដើម្បីឲ្យវារស់បន្តទៀតឲ្យវានៅបកលាក់បាត់ហើយបងប្អូនអើយខ្ញុំថាទុកដាក់បតោងដើមឈើឥឡូវវាធ្លាក់បាត់ហើយអានេះវាទន់ពេកនេះអាធៀងមនុស្សនេះវាទន់ពេកនេះក្បាលទឹកវាបងប្អូននេះខាងនេះក្បាលទឹកនៅខាងនេះដាច់ខ្លាយនេះក្បាលទឹកអូខ្មុំខាងនេះនិយាយពីក្បាលទឹកល្អមកតក់បងប្អូននេះដាក់ឲ្យបរហូតាមធៀងមនុស្សឡងបងប្អូនអើយមកអូតក់ខ្មុំនេះបងប្អូននេះមេពងហើពេញហ្នឹងឯងយកបានហើយសរុបទៅគឺបង្កងដែលវានៅថ្ងៃហ្នឹងគឺមាន3ធៀងបងប្អូនវាញ័រអស់ខ្លះហើយប៉ុន្តែវាមានកូនថ្មីនេះវាមានកូនថ្មីទៅចេញមកនេះពីខាងក្នុងនេះហើយមួយសបុកនេះគឺខ្ញុំអត់ធ្វើអីទេគឺខ្ញុំយកវាទៅទុកឥឡូវនេះគឺខ្ញុំយកវាមកបតោងនៅក្នុងគុំអាស័យនេះហើយចាំមើលថាមួយខែក្រោយឬក៏2ខែក្រោយវាពិតជានៅទីនេះទៀតអត់វាពិតជាមានមេខ្មុំមកនៅទៀតអត់ដូចវីដេអូដែលគេបង្ហាញអត់អញ្ចឹងយើងរងចាំមើលទាំងអស់គ្នាអញ្ចឹងខ្ញុំនឹងដាក់វាខ្ញុំរកឡើងដាក់សិនបងប្អូនខ្ញុំនឹងដាក់វាបតោងនៅក្នុងដើមអាស័យហ្នឹងនេះដាក់វាទល់ចេះនេះដាក់វាទល់ចេះនេះប៉ុណ្ណេះបានណាអញ្ចឹងប៉ុណ្ណឹងយើងអាចដាក់វាបានហើយយើងចាំអត់មើលថាមួយខែក្រោយ2ខែក្រោយវាពិតជាមានខ្មុំនៅបន្តដូចក្នុងវីដេអូដែលគេបង្ហាញអត់បាំងតែប្រហែលថ្ងៃទៀតជុតដល់ខែចាស់បងប្អូន
អាកាសធាតុចាប់ពីខែ3នេះទៅគឺក្តៅខ្លាំងមែនទែនមកធ្វើការបានប្រហែលទេរត់ចូលមកលោកហើយបែកញើអស់កម្លាំងលហិតលហើយហើយបងប្អូនត្រូវតែពិសាទឹកឲ្យបានច្រើនហើយទន្ទឹមនឹងនោះក៏ខ្ញុំតែងតែមានភេសជ្ជៈពូកម្លាំងកម្ពុជាដាក់តាមខ្លួនសម្រាប់ពុកម៉ែបងប្អូនដែលមកធ្វើការបែកញើអស់កម្លាំងពិសាភេសជ្ជៈពូកម្លាំងកម្ពុជាមួយកំប៉ុងទៅគឺជួយផ្ដល់ថាពលជួយផ្ដល់កម្លាំងដើម្បីឲ្យយើងបានបន្តការងារទៀតហើយអ្វីដែលសំខាន់ភេសជ្ជៈពូកម្លាំងកម្ពុជាគឺជាផលិតផលខ្មែរបង្កើតឡើងដោយកូនខ្មែរពិសាភេសជ្ជៈពូកម្លាំងកម្ពុជាគឺយើងបានចូលរួមលើកស្ទួយផលិតផលជាតិ